នេះយើងសម្លឆាបន្លែខ្ញុំក៏ទេខ្ញុំម៉ែកូនសោះទេខ្ញុំមកជួយគាត់ទេខ្ញុំមកទួកូនសោះដល់ពេលអញ្ចឹងគាត់ពឹងឲ្យជួយដួសក៏ដួសទៅភូមិកោះឃុំមកដូនពៅឃុំថ្មដូនពៅដូនពោស្រុកមកបាំងស្រុកថ្មបាំងកោះកុងខេត្តកោះកុងថ្មកូនគោមកដូនពៅថ្មដូនបើដូនពៅដូនពងពៅពៅត្អៅបាទពៅត្អៅដូនពៅបាទអូខេពូលីនអូនជួយលើកនេះមួយអូននេះជួយលើកនេះអូនជួយលើកនេះពុញទៅក្រុមការងារពេញហុលគ្រប់បានធ្វើដំណើរមកកាន់ខេត្តកោះកុងនៅក្នុងភូមិកោះសំដៅទៅភូមិកោះឃុំដូនពៅស្រុកថ្មបាំងខេត្តកោះកុងនៅទីនោះគឺជាសាលាមានសាលារៀនមួយដែលដាច់ស្រយាលហើយយើងមិននឹកស្មានថាជាកន្លែងដែលអាចមានមនុស្សរស់នៅហើយនឹងសាលាសម្រាប់ក្មេងៗផងពីព្រោះតំបន់នោះគឺជាតំបន់ដាច់ស្រយាលខ្លាំងបើយើងធ្វើដំណើរទៅដល់រង្វង់មូលកោះកុងយើងទៅបំបែកផ្លូវចូលទៅយើងហៅថាស្រុកថ្មបាំងយើងត្រូវធ្វើដំណើរតាមផ្លូវលំឬក៏ផ្លូវដែលកំពុងតែអភិវឌ្ឍបាទផ្លូវនោះគឺកំពុងចាក់មានការពិបាកមានកលុកកលាក់បន្តិចហើយមានជំរាភ្នំមានអីអញ្ចឹងធ្វើដំណើរប្រហែលជាដី70គីឡូបើយើងគិតពីកោះកុងទៅពីកោះកុងរហូតទៅដល់សាលាភូមិកោះឃុំថ្មដូនពៅជាងប្រហែលជា70គីឡូបាទ60 70គីឡូចម្ងាយប្រលៀងត្រូវប្រើពេលវេលាច្រើនពីព្រោះផ្លូវមានការពិបាកដែរសងខាងព្រៃកន្លែងខ្លះគឺព្រៃខ្លាំងហើយមានចំណោតប៉ុន្តែពេលយើងធ្វើដើរដំណើរចេញពីស្រុកថ្មបាំងទៅឆ្ងាយទៅបានទៅដល់ឃុំថ្មដូនពៅហើយក៏បានទៅដល់សាលាភូមិកោះបាទសុខសប្បាយស្លតាំងពីម៉ោងប៉ុន្មានដែរពេលម៉ោង9ម៉ោងមានប៉ុន្មានផ្ទះនៅនេះច្រើនដែរច្រើននោះបាទអូនៅភូមិហ៎បាទច្រើនដល់ផ្ទះក្នុងផ្ទះច្រើន64ផ្ទះគេភូមិអីគេភូមិថ្មបាំងអូភូមិកោះភូមិមកដូនពៅភូមិកោះស្រុកថ្មបាំងខេត្តកោះកុងចាអូខេភូមិកោះស្រុកថ្មបាំងខេត្តកោះកុងភូមិកោះឃុំមកដូនពៅបាទឃុំថ្មដូនពៅអូឃុំអញ្ចឹងភូមិកោះឃុំមកដូនពៅឃុំថ្មដូនពៅស្រុកថ្មបាំងកោះកុងខេត្តកោះកុងថ្មកូនគោមកដូនពៅថ្មដូនបើដូនពៅដូនពងពៅត្អៅបាទពៅត្អៅដូនពៅបាទអូខេភូមិកោះស្រុកភូមិកោះឃុំមកដូនពៅថ្មដូនពៅស្រុកថ្មបាំងខេត្តកោះកុងអូបាទតែតាមតំបន់ហ្នឹងយើងអត់បានធ្វើម៉េចខ្ញុំនិយាយទៅយ៉ាងធ្វើម៉េចអត់ទេបើវិញនៅកន្លែងទៅមកកន្លែងនិយាយភាសាអង់គ្លេសដើរខុសគ្នានៅតាមតំបន់ហ្នឹងចេះត្រៃបាទលោកគ្រូនៅនេះយូរហើយខ្ញុំអត់ទេខ្ញុំមិនតែគ្រូខ្ញុំអាណាព្យាបាលសិស្សអូអាណាព្យាបាលសិស្សហ៎បាទអាណាព្យាបាលសិស្សអូបរិភោគជាកម្មវិធីហ្នឹងគឺយើងធ្វើនៅខាងក្រៅបាទក្រោមដើមឈើជាងសិស្សនិស្សិតចូលរួមប្រហែលជា50នាក់នៅនោះពីថ្នាក់ទី1ដល់ថ្នាក់ទី6ជាងក្រុមការងាររបស់យើងក៏នាំយកនៅសម្ភារៈសិក្សាមានកតាបបាទមានពងទឹកមានប៊ិចសភៅមួយចំនួនហ្នឹងរៀបចំចែកចាយដើម្បីជាជំនួយទៅដល់ក្មួយបាទសិស្សនិស្សិតនៅទីនោះព្រោះកង្វះខាតច្រើនហើយមិនសូវមានអ្នកណាបានចូលទៅដល់ដោយសារទីកន្លែងដាច់ស្រយាលនៅកណ្ដាលព្រៃបើ
និយាយចំទៅយើងគិតថាវាជាតំបន់មួយនៅកណ្ដាលព្រៃភ្នំតែម្ដងដែលស្អាតមែនទែនតែយើងមិនស្មានថាវាមានសាលានៅទីនោះទេនៅកណ្ដាលព្រៃពីព្រោះធ្វើដំណើរពីស្រុកទីរួមស្រុកថ្មបាំងទៅឆ្ងាយទៅបន្ទប់ទៅដល់បានតាមទៅ នេះយើងសម្លឆាបន្លែ ខ្ញុំគាត់ទេខ្ញុំម៉ែកូនសោះទេខ្ញុំមិនជួយគាត់ទេខ្ញុំមកទួកូនសោះដល់ពេលយ៉ាងគាត់ពឹងឲ្យជួយដួសក៏ដួសទៅ ហើយកូនចៅបានហើយ 2 ពីធំហ្នឹងណា 11មួយ6ឆ្នាំមួយ ចា11 6 ចា លេងបាយធំដែរហើយ អត់បាក់អើ អូ បាក់ ជឿ ណែអត់បាក់មិនគួរមកទួរហូតអត់មកទួរយ៉ាងដើខ្លាច់ឡានខ្លាច់អីយ៉ាងណា ប៉ុន្តែស្រុកនេះអត់សូវមានឡានហត់ទេ អីអត់មិនបើសេរីឡានចិនចូលមកបានឡានច្រើ ទៅដល់នោះចឹងទេឡានចិនថ្ងៃនេះគឺសบายចិត្តហើយយើងក៏បានចូលរួមចំណែកក្នុងការលើកបាយរៀបចំហូបអាហារបងដែលជាអាណាព្យាបាលដែលគាត់ស្ម័គ្រចិត្តមកដាំស្លធ្វើម្ហូបអាហារសម្រាប់កម្មវិធីថ្ងៃនោះបាទជជែកលេងជាមួយគាត់ក៏បង្កើតនៅបរិយាកាសមួយសប្បាយរីករាយហើយពួកគាត់ក៏ចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីថ្ងៃនោះចាគាត់ក៏សប្បាយគាត់រីករាយបងប្អូនក៏រីករាយនៅពេលឃើញមានអ្នកដែលមកពីឆ្ងាយមកដូចជាពេញគ្រប់មកជួយជាសម្ភារៈសិក្សាហើយមេដាបិតាសិស្សលោកគ្រូអ្នកគ្រូនៅនោះក៏មានសេចក្តីរីករាយស្វាគមន៍ក្រុមការងាររបស់យើងយ៉ាងកក់ក្ដៅក្រុមការងាររបស់យើងក៏ចូលរួមចំណែកក្នុងការដួសបាយដួសសម្លបាទលើកបាយលើកសម្លរៀបចំសម្រាប់កម្មវិធីជាងក្រោយពីការចែកអំណោយជូនសម្ភារៈសិក្សាទៅដល់សាលានិងមានកាដូមួយចំនួនសម្រាប់លោកគ្រូអ្នកគ្រូហើយយើងក៏បានរៀបចំបាយជុំគ្នាបាទអ្នកខ្លះគាត់លើកបាយអញ្ចឹងទៅលើកសម្លលើកឆាលើកអីអញ្ចឹងទៅអញ្ចឹងម្នាក់សិតតែចូលរួមយ៉ាងសកម្មបាទនៅក្នុងការជួយគ្នាទៅវិញទៅមកជួយរៀបចំហើយពួកគាត់នៅពេលដែលឃើញក្រុមការងាររបស់យើងចូលរួមយ៉ាងសកម្មអញ្ចឹងគាត់មានសេចក្តីរីករាយដល់ឃើញថាវាមានភាពស្និទ្ធស្នាលហើយយើងមិនប្រកាន់ពួកគាត់ហើយយើងចុះមកធ្វើការនៅទីនេះរួមស្និទ្ធស្នាលជាមួយគាត់បាទយើងមិនប្រកាន់ខ្លួនបាទយើងលើកបាយយើងរៀបចំចាប់ម្ហូបចាប់អាហារឲ្យដល់ក្មួយហើយបាយជុំគ្នាជាមួយពួកគាត់អញ្ចឹងពួកគាត់ហាក់ដូចជាមានការភ្ញាក់ផ្អើលពីដើមឡើយពីដំបូងឡើយហាក់ដូចជាមានការភ្ញាក់ផ្អើលបាទប៉ុន្តែនៅពេលដែលគាត់ឃើញសកម្មភាពយើងបែបនេះគឺគាត់ចាប់ផ្ដើមយកចានបាទមកជជែកហើយមកជួយជ្រុំជ្រែងក្នុងការដែលចាប់សម្លលើកសម្លទៅរៀបចំសម្រាប់កម្មវិធីនោះគឺគាត់បានជួយបាទហើយការភាពទាំងអស់ហ្នឹងបង្កើតភាពស្និទ្ធស្នាលមិនត្រឹមតែជាមួយនឹងក្មួយសិស្សនៅទីនោះទេប៉ុន្តែជាមួយនឹងលោកគ្រូអ្នកគ្រូហើយនឹងបងប្អូនជាអាណាព្យាបាលបងមីងដែលជាចុងភៅនៃចំនួនក៏គាត់រីករាយសប្បាយចិត្តដល់ឃើញយើងសស្រាំទាំងអស់គ្នាទាំងថ្ងៃត្រង់ព្រោះទៅដល់នោះហើយប្រហែលជាម៉ោង12ហើយបាទម៉ោង12ចឹងក្មួយក៏ហេវចឹងហើយយើងក៏រៀបចំលាជើងក្នុងការរៀបចំទាំងអស់នេះរួមគ្នាជាមួយលោកគ្រូអ្នកគ្រូនិងក្មួយនៅទីនោះចឹងនេះជាសកម្មភាពមួយដែលយើងបានធ្វើហើយយើងមានសេចក្តីសប្បាយចិត្តយ៉ាងខ្លាំងក្នុងនាមជាសហការីនៅពេញហ៊ុនក្រុមដែលបានចូលរួមចំណែកនៅក្នុងការងារសង្គមដែលស្របជាមួយនឹងទិសដៅនិងយុទ្ធសាស្ត្រទុនធានមនុស្សរបស់យើងនិងយុទ្ធសាស្ត្រការងារសង្គមរបស់យើងដែលផ្អែកទៅលើការអប់រំបរិស្ថាននិងកិច្ចការសង្គមស្គាល់ទេនេះតាមប្រឡងនេះវិញទៅត្រង់រហូតបាទទៅត្រង់វិញទៅចឹងបាទតាមផាត់លឿនជាងបងចឹងរួបព
ពេលចប់កម្មវិធីនឹងហើយក៏យើងមិនបាននៅបានយូរដែរគឺបានរៀបចំទៅវិញត្រឡប់មកវិញជាងលោកគ្រូគាត់ថាពេលត្រឡប់មកវិញគឺយើងទៅផ្លូវកាត់បាទផ្លូវកាត់ចេញពីគុំភូមិថ្មកោះទៅជីផាត់តែម្ដងជាងទីនោះគឺយើងមិនបានដឹងថាតើផ្លូវវាបែបណាទេប៉ុន្តែគាត់ថាផ្លូវស្រួលក៏មកតាមគាត់តាមការណែនាំរបស់គាត់ប៉ុន្តែគួរឲ្យរំភើបឬក៏អាចថាជាភ្ញាក់ផ្អើលពេលខ្លះក៏ជាការព្រួយបារម្ភនៅតាមផ្លូវដោយសារសងខាងសុទ្ធតែព្រៃទាំងអស់យើងធ្វើដំណើរថាដូចជាចន្លោះភ្នំឬក៏លើកំពូលភ្នំកវាញនេះឯងបាទអញ្ចឹងការធ្វើដំណើរនេះបានឆ្លងកាត់នូវឧបសគ្គធំមួយចំនួនផ្លូវពេលខ្លះក៏ផ្លូវចង្អៀតស្លឹកឈើក៏រួមចិត្តតាមផ្លូវយើងធ្វើដំណើរទៅលើផ្លូវដែលអភិវឌ្ឍជាផ្លូវលំទោះបីមិនមានកលុកកលាក់ច្រើនមែនតែផ្លូវវានៅតូចនៅឡើយហើយព្រៃក៏ច្រើនហាក់ដូចជាធ្វើដំណើរនៅកណ្ដាលព្រៃភ្នំអូខេហ្នឹងហើយអូខេទៀតដើម្បី education hơi hot rồi. Yeah, it's great for education. Okay, together for humanity. Chừng coi vì dương cho lòng cắt ốp xã ti mùi hay có dương thua đầm nào bắt tỏ tự tiết cắt pri phun và rùm tiềnสบายเลยไปปีโปรเปลก็วิรเซียลไอจมไงเพลอกระดาษจัดปัญหาการโยลเคยดัดจัดระบบบางคนในก่อนนายนอนมานั้นviệcเข้าปีกากึศระบบยังได้จึงก็ต่อดำนาตัวเตี้ยที่ใจขึ้นเลยพองนำไปมันหล่อมนะครับปลุยไปหล่อมพองมาตัวเลือเปลเลียอย่าเปลเลยยังตัวทั่วดำนาทั้งหมดเอาฉลองพอดปรีนำไปฉลองตัวเราจีพันสเปียเปล่าเป็นนี่ยังเคยทำเบียมีนจำนวนมาจุดเราจำนวนตีมวยพอดปีจำนวนตีมวยโจจำนวนตีปีแล้วนายจะเปล่าลุ้มระบายได้อัดอย่างให้นาเลอขนมพนมนกมีนตึกสันซาวหนึ่งเพลงกระติดติดได้ทั่วเอาสเปียกาสเปียบางบ่อหรือว่าสถานเปียเปล่านึงมันสลอได้โดยเฉพาะให้การบางบ่อนาเลอกระลงเพลินที่ตัวการประหยัดมันไอ้เงี้ยช่วยเงี้ยสตาร์มหรือก็ไอ้เงี้ยมันในยัยเลยไอ้กาเดมาโปร่งประหยัดกระปุกไปเพื่อในทางสตาร์มใดว่ายังนี่คือจีจุดมาไปยังขึ้นเหมือนเต็มยังบางเลยไปยังเมื่อมันเคยได้ยังมันอยู่ประมาณก็ยังจูบในอุปสรรคทุ่มไว้ที่เป็นที่อุปสรรคนี่คือยังเคยดามเชื้อทะเลจอมขนาดเพลิงยังให้โนเปเลเคยดามเชื้อจอมขนาดเพลิงนี่การกระโดดบ่อยังตีมวยนู่คือเหตุการณ์เกาะยังมันดังตาตามีเหตุการณ์การหลังสกออันมาบ้านเขาบ้านมาบ้านน่ะở đây mò ban một kia nữa con một kia nữa chậm chui sợi con chui sợi con nói khai kiến đấy nè ở nghĩa từ khang phì thấy chứ Berlin ôn chui lợi này mới ôn này chui lợi này ôn chui lợi này hồi người ta tuổi bà đấy on máy vào mày mau ok đánh chọt đây lại chờ
đã có chờ mui ấy ok ตำนาบลงจงเซาะ Pet Đam chờ pet Nè khỏi lang môn ប៉ុន្តែជាសំណាងល្អក៏យើងបានឆ្លងផុតធ្វើដំណើរទៅទៀតផុតឆ្លងផុតពីឧបសគ្គនោះจึงថ្ងៃកាន់ក៏ជ្រេទៅមកសាំងនៅក្នុងឡានក៏វាចិត្តអស់ក្រុមការងារក៏មានសភាពនឿយហត់ខ្លាំងប៉ុន្តែសប្បាយចិត្តថងតាយើងបានឆ្លងផុតឧបសគ្គធំពីរកន្លងមកនេះជាពិសេសគឺឧបសគ្គដែលដើមឈើធំធ្លាក់បាំងចំកណ្ដាលផ្លូវនេះឯងយើងក៏ចាប់បានធ្វើដំណើរទៅទៀតពេលនេះយើងធ្វើដំណើរបានប្រហែលជា2ពី3នៃកំណត់ផ្លូវដែលត្រូវដល់ទិសដៅឆ្លងឆ្លងសាឡាងនៅជីផាត់យើងផ្លូវផុតពីនឹងទៅផ្លូវហាក់ដូចជាមានសភាពល្អប្រសើរជាងមុនស្ងួតជាងមុនមកទឹកក៏មិនសូវច្រើនអីប្រហែលដែរប៉ុន្តែដោយកន្លែងខ្លះហាក់ដូចជាមានទឹកច្រើនដោយមានភ្លៀងធ្លាក់កន្លែងខ្លះក៏វាស្ងួតដោយមិនមានភ្លៀងធ្លាក់ប៉ុន្តែទោះបីយ៉ាងណាក៏ដោយផ្លូវក៏មិនមានក្លុកអីជាធំដុំជាងការធ្វើដំណើរក៏មិនមានឧបសគ្គអីច្រើនដែរហើយម្យ៉ាងទៀតយើងក៏បានធូរស្បើយពីការព្រួយបារម្ភពីព្រោះការធ្វើដំណើរនេះមកដល់ឆ្ងាយហើយមកជិតដល់ទិសដៅដែលយើងត្រូវឆ្លងសាឡាងជាងមិនយូរប្រហែលនៅខាងមុខនោះគឺយើងនឹងអាចទៅដល់ភូមិអ្នកស្រុកនៅទីនោះបាទជាងការធ្វើដំណើរនៅតែបន្តទៅទៀតបទពិសោធន៍ថ្ងៃនេះដែលយើងធ្វើការងារសង្គមមួយឆ្លងកាត់ឧបសគ្គច្រើនលះបង់ច្រើនសម្រាប់កិច្ចការសង្គមនេះក៏ជាការបង្ហាញនៅការតាំងចិត្តនិងការចូលរួមនៅក្នុងកិច្ចការសង្គមពីក្រុមការងាររបស់យើងជាពិសេសគឺជាកុសលល្អជាសកម្មភាពសង្គមមួយដែលមានទំនួលខុសត្រូវរបស់ក្រុមហ៊ុនពេញហួតគ្រប់នៅពេលដែលយើងធ្វើដំណើរចិត្តមកដល់តំបន់ភូមិស្រុកគឺជាតំបន់ពោពេញទៅដោយដីក្រហមចឹងនៅទីនោះយើងមានឃើញដំណាំផ្សេងអាចមានឃើញចំការដែលភូមិអ្នកស្រុកនៅនោះគាត់ដាំមានឃើញតារ៉េនមានអីក៏មានឃើញចំការមួយចំនួនដែរចឹងមិនយូរប្រហែលក៏យើងបានឆ្លងកាត់ព្រៃក្រាស់ចូលមកដល់ព្រៃដែលមានសភាពទៀបតូចសម្បូរដោយដើមរស្មីដែលបានឆ្លុះបញ្ចាំងថាយើងធ្វើដំណើរជិតដល់តំបន់ដែលមនុស្សរស់នៅហើយយើងមានឃើញដើមចេកបាទយើងមានឃើញដើមឈើមួយចំនួនដែលបងប្អូនគាត់ដាំនៅទីនោះតែធ្វើឲ្យយើងមានភាពធូរស្បើយឡើងវិញការគិតការបារម្ភរបស់យើងក៏បានមានភាពធូរស្បើយភាពរីករាយក៏បានត្រឡប់មកវិញពីព្រោះដល់តំបន់មួយដែលយើងឃើញមានភូមិអ្នកស្រុកនៅទីនោះមានដើមទុរេនដើមស្វាយបាទដើមចន្ទីហើយមានចំការនៅសងខាងផ្លូវយើងក៏បានមកដល់ជីផាត់បាទកំពង់ដជីផាត់ជាងកំពង់ដនេះយើងត្រូវឆ្លងកំពង់ដនេះរងចាំដដើម្បីឆ្លងជាងផុតពីដនេះទៅយើងត្រូវធ្វើដំណើរឆ្ពោះមួយរយៈទៀតបានទៅដល់ផ្លូវជាតិអញ្ចឹងទីនេះយើងបានចុះដើម្បីរងចាំសាឡាងឆ្លងទៅជាងសាឡាងក៏បានមកដល់ហើយបាទយើងក៏បានរៀបចំប្រុងប្រៀបសម្រាប់ឆ្លងសាឡាងជាងជិះឱកាសពេលនោះក៏យើងបានសម្រួលអិរិយាបថបាទដកដង្ហើមបានស្រួលឡើងវិញភាពទុស្រាលក៏ត្រឡប់មកភាពដើមវិញការព្រួយបារម្ភក៏បាត់អស់ចឹងយើងក៏ចាប់ដើមឡើងសាឡាងបន្តទៅទៀតហើយថ្ងៃនោះគឺឆ្លងសាឡាងមានតែមួយទេមានតែឡានក្រុមការងារយើងមួយទេចឹងអត់មានអ្នកផ្សេងទេពីព្រោះផ្លូវនោះមិនឃើញមានផ្លូវណាមួយឆ្លងកាត់ទេការធ្វើដំណើរហ្នឹងគឺមានតែឡានមួយគត់
2ភូមិកោះបាទស្រុកថ្មដំពូឃុំថ្មដំពូស្រុកថ្មបាំងមកជីផាន់នឹងមានតាឡានមួយទេដែលធ្វើដំណើរកាត់ព្រៃរហូតមកដល់ជីផាន់នេះហើយពេលនេះយើងក៏បានកំពុងតែធ្វើដំណើរនៅលើសាឡាងបាទដាក់លើឡានលើសាឡាងហើយយើងធ្វើដំណើរទៅក្រុមការងារមានភាពសប្បាយរីករាយមកស្រូបខ្យល់អាកាសនិងលេងព្រួយបារម្ភពីឧបសគ្គទាំងឡាយដែលយើងមាននៅក្នុងចិត្តនៅពេលដែលធ្វើដំណើរឆ្លងកាត់ព្រៃជាងក្រោយពីចប់សាឡាងហើយក៏យើងបានធ្វើដំណើរបន្តទៅទៀតបាទចេញពីជីផាន់នេះទៅឆ្ពោះទៅរកផ្លូវជាតិលេខ4បាទជាងឆ្លងផ្លូវជាតិដល់ផ្លូវជាតិលេខ4ហើយយើងក៏ធ្វើដំណើរបន្តិចទៀតដើម្បីឡើងទៅផ្លូវលបឿនលឿនអញ្ចឹងបើគិតពីស្រែអំបិលពីផ្លូវលបឿនលឿនពីស្រែអំបិលទៅកំពង់សាឡាស្រែអំបិលនេះទៅយើងត្រូវធ្វើដំណើរចម្ងាយប្រហែលជាជិត2ម៉ោងទៅដល់ក្រុងភ្នំពេញបាទអញ្ចឹងថ្ងៃនេះចែកចម្លែកនៅសកម្មភាពការងារសង្គមរបស់ក្រុមការងារពេញគ្រប់និងឧបសគ្គបាទមានភ័យរន្ធត់សប្បាយបទពិសោធន៍ល្អបទពិសោធន៍បារម្ភរបស់ក្រុមការងាររបស់យើងជូនបងប្អូនដែលតាមដាននៅវីដេអូនេះហើយសម្រាប់បងប្អូនដែលចង់ធ្វើដំណើរផ្សងព្រេងប្រហែលជាកន្លែងនោះហើយជាកន្លែងដែលល្អបំផុតក្នុងការផ្សងព្រេងរបស់បងប្អូនបាទបងប្អូនអាចសាកមើលបាទសូមអរគុណច្រើន